មនុស្សទៅតែការចងចាំនៅបងស្រីរត់កោធ្វើខួបកំណើត26ឆ្នាំឲ្យប្អូនប្រុសនិងសូមអ្នកចូលរួមយកផ្កានេះធ្វើជាកាដូចា៎នៅថ្ងៃទី12ខែមិនិនាឆ្នាំ2026នេះក្រុមគ្រួសារមិត្តភ័ក្តិនិងអ្នកគាំទ្រតារាចម្រៀងរ៉េបរត់កោចា៎បានបង្ហោះសារជូនពរថ្ងៃកំណើតគម្រប់26ឆ្នាំរបស់លោកចា៎លើបណ្ដាញសង្គម Facebook ជាបន្តបន្ទាប់ចា៎បើទោះបីជាសម័យខ្លួនបានលាចាកលោកហើយក្តីចាក្នុងនោះដែរគេបានឃើញអ្នកគាំទ្រក្រុមគ្រួសារព្រមទាំងមិត្តភ័ក្តិទាំងក្នុងនិងក្រៅសិល្បៈចាបានបង្ហោះសារជូនពរថ្ងៃកំណើតអមនឹងការនឹករលឹកដល់តារាចម្រៀងរ៉េបរូបនេះផងដែរចាំម្យ៉ាងវិញទៀតគេក៏បានឃើញមានតារាចម្រៀងរ៉េប OG Golden ចាក៏បានសរសេរចម្រៀងជូនដល់លោករត់កោនៅថ្ងៃនេះដូចគ្នាចាងាកទៅកាន់ក្រុមគ្រួសារក៏ដូចគ្នាដែរអ្នកគាំទ្របានឃើញបងស្រីបង្កើតរបស់លោករត់កោចាបានបង្ហោះសារជម្រាបពីការរៀបចំកម្មវិធីខួបកំណើតគម្រប់26ឆ្នាំឲ្យប្អូនប្រុសនៅយប់នេះផងដែរក្នុងការរៀបចំពិធីខួបកំណើតរបស់លោករត់កោនៅល្ងាចនេះដែរបងស្រីបង្កើតរបស់តារាចម្រៀងរ៉េបខាងលើបានអញ្ជើញភ្ញៀវចាទូទៅអាចចូលរួមបានគ្រប់គ្នាចាលើពីនោះបងស្រីរបស់រត់កោក៏សូមឲ្យអ្នកចូលរួមយកផ្កាឈូកទៅចាដើម្បីចូលរួមថ្ងៃកំណើតនេះដែរចាគូរំលឹកថាតារាចម្រៀងរ៉េបរត់កោត្រូវបានលាចាកលោកទាំងវ័យក្មេងនៅយប់រំលងអាធ្រាត្រថ្ងៃទី6ខែមករាឆ្នាំ2025កន្លងទៅដោយគ្រោះថ្នាក់ចរាចរណ៍ចាក្នុងនោះការបាត់បង់តារាចម្រៀងរ៉េបរត់កោចាបានធ្វើឲ្យមហាជនអ្នកគាំទ្រក្រុមគ្រួសារនិងមិត្តភ័ក្តិមានការសោកស្ដាយយ៉ាងខ្លាំងខណៈលោកកំពុងតែស្ថិតក្នុងភាពល្បីល្បាញនិងជាធនធានសិល្បៈដ៏កម្រមួយ